អត់តែឯគិតណាមិនបានជាហ៊ានលុកដៃជាមួយនឹងរឿងយើងយីហើយយើងនៅទីណានេះហនៅកំឡោះឯងកំពុងតែនៅក្នុងទឹកយីឯគិតណាមិនក៏គួរឲ្យខ្លាចខាងម៉េះឯងកុំខ្វល់ថាយើងគឺជាអ្នកណាសំខាន់ពីនេះឯងគិតស្លាប់ទៅហើយសូមជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណកាលពីរាប់ពាន់ឆ្នាំមុនមានគ្រូសាស្ត្រម្នាក់ដែលកំពុងតែប្រើអំណាចរបស់ខ្លួនធ្វើបាបទៅកាន់បុរសម្នាក់អ្នកកំឡោះឯងឈប់ឲ្យប្រពន្ធឯងមកយើងតាមសម្រួលមកបើឯងមិនឲ្យយើងតាមសម្រួលទេឯងនឹងឈឺសាច់ហើយយីគ្រូសាស្ត្រហេតុអ្វីបានជាឯងចង់មកប្រពន្ធយើងបែបនេះវាគ្មានមូលហេតុទេដោយសារតែយើងស្រឡាញ់ប្រពន្ធឯងនឹងហើយរាងកាយនាងសោកជ័យញញយើងគ្រាន់តែគិតក៏យើងស្រក់ទៅមុខដែរទេយើងមិនព្រមទេយើងមិនឲ្យប្រពន្ធយើងទៅឯងឡើយទោះបីឯងមិនឲ្យក៏យើងត្រូវតែយកដែរយើងគឺជាគ្រួសារដែលមានមូលវិជ្ជាជាច្រើនជាប់ខ្លួនឯងត្រឹមតែជាមនុស្សធម្មតាតែឯងអាចធ្វើអ្វីយើងបានទៅយើងគួរលេងយ៉ាងម៉េចជាមួយឯងទើបសប្បាយទៅឯងជួយគិតយើងបន្តិចមើលនេះគ្រូសាស្ត្រឯងចង់ធ្វើអ្វីយើងឯងមិនខ្លាចបាបទេឬយើងមិនខ្វល់ពីរឿងបុណ្យបាបអ្វីឡើយឲ្យតែយើងសប្បាយចិត្តយើងមានមហិទ្ធិឫទ្ធិខ្លាំងប៉ុណ្ណឹងដែរតែបុណ្យបាបអាចធ្វើអ្វីយើងបានទៅយើងនឹកឃើញវិធីមួយហើយបើសិនជាយើងចាប់ឯងឃុំនៅក្នុងទឹកបឹងមួយនេះហើយឯងរស់នៅយ៉ាងវេទនារាប់ម៉ឺនឆ្នាំគ្រូសិលក៏បានចាប់ផ្ដើមប្រើវេទមន្តចាប់បុរសនោះដាក់ឃុំនៅក្នុងទឹកបឹងនៅពេលនោះស្រាប់តែមានកុមារទេពម្នាក់បានចេញពីក្នុងលំហហើយនិយាយទៅកាន់គ្រូសិលណែគ្រូសិលឯងចាប់ធ្វើព្រាមឯងធ្វើអ្វីហ្នឹងនេះគឺជាជីវិតមនុស្សណាមិនក៏ឯងលេងសើចអញ្ចឹងណែក្មេងអត់តែឯងជាណាមិនបានជាហ៊ានលុកដៃជាមួយនឹងរឿងយើងមើលទៅឯងគឺជាក្មេងដែលមិនទាន់បាត់ទុំខ្លួនទឹកដោះផងឯងចាប់ជាឆ្ងាយទៅបើមិនតឲ្យយើងចាប់ឯងគុំជាមួយនឹងអាអ្នកកំឡោះនេះនិយាយគ្រូសិលតើមុនវិជាទាំងឡាយដែរឯងទេនេះគឺយកមកធ្វើបាបមនុស្សទេឬណែក្មេងឯងកុំចេះដឹងរឿងយើងក្រោកពេកយើងចង់ប្រើវិជានេះទៅធ្វើអ្វីក៏បានដែរស្រេចតាមយើងឲ្យតែរឿងនោះធ្វើឲ្យយើងសប្បាយចិត្តកុំថាឡើយនឹងតាមប្រពន្ធគេទោះបីជាដល់សម្រាប់មនុស្សអស់ទាំងផែនដីក៏យើងហ៊ានដែរយើងមើលទៅឯងដូចជាស្អាតបាតខ្លាំងមែនទែននេះតាមម្ដាយរបស់ឯងស្រស់ស្អាតយ៉ាងណាទៅបើយើងបានម្ដាយឯងមកមិននឹងជាល្អយ៉ាងណាទេយីគ្រូសិលឯងហ៊ានប្រមាថដល់ម្ដាយរបស់យើងផងយើងមើលទៅឯងប្រកាសជាធន់ទ្រាំជាមួយនឹងជីវិតមួយនេះហើយណែក្មេងឯងឆាប់ចេញទៅឆ្ងាយទៅវាគឺជាគ្រូសិលឯងឆាប់ទៅឲ្យឆ្ងាយទៅកុំឲ្យមានគ្រោះថ្នាក់ណាយីមើលទៅមនុស្សលោកអ្នកនេះគាត់មានចិត្តបរិសុទ្ធខ្លាំងណាស់ខ្លួនកំពុងតែមានគ្រោះថ្នាក់បែរជាចង់ជួយយើងទៀតមើលទៅគាត់ប្រហែលជាមាននិស្ស័យជាមួយនឹងយើងហើយណែក្មេងតូចឯងនៅឈរធ្វើអ្វីទៀតឯងឆាប់ទៅហៅម្ដាយរបស់ឯងមកជួបយើងមកបានគ្រូសិលយើងនឹងធ្វើឲ្យឯងទទួលនៅអ្វីដែលឯងបានធ្វើកន្លងមកនៅពេលនោះដែរកុមារទេពគាត់ក៏បានប្រើមហិទ្ធិឫទ្ធិរបស់ខ្លួនវាសម្ដែងទៅកាន់គ្រូសិលដែលធ្វើឲ្យរាងកាយរបស់គ្រូសិលត្រូវបានខ្ទេចបែកជាបំណែកហើយវិញ្ញាណរបស់គ្រូសិលក៏បានចូលទៅក្នុងទឹកបឹងបាត់ទៅយីយើងមិនអាចទុកវិញ្ញាណគ្រូសិលឲ្យនៅបែបនេះនោះទេបើសិនជាខ្ញុំមិនដែរឲ្យវិញ្ញាណគ្រូសិលនេះឲ្យមានសេរីភាពប្រកាសជាមនុស្សលោកទៅរងទុក្ខមិនខាននៅពេលនោះកុមារទេពក៏បានប្រើអំណាចរបស់ខ្លួនបង្កើតត្រាមួយសម្រាប់បិទវិញ្ញាណរបស់គ្រូសិលកុំឲ្យចេញមកក្រៅក្រោយមកក៏លែងមានគ្រូសិលដែលធ្វើបាបមនុស្សលោកទៀតឡើយប៉ុន្តែគ្រូសិលចិត្តអាក្រក់នោះមិនបានបោះបង់នៅទង្វើអាក្រក់របស់ខ្លួននោះទេរាប់ពាន់ឆ្នាំក្រោយមកមនុស្សម្នាតែងតែលើពាក្យដំណើរតគ្នាថាណែអ្នកកំឡោះពេលឯងទៅស្រុកហាមដើរតាមផ្លូវមួយដែលមានទឹកបឹងឲ្យសោះណាយីហើយមានរឿងអីទៅពូបានមិនឲ្យខ្ញុំដើរតាមហ្នឹងដូនតាពូយើងបានផ្ដាំតគ្នាថាហាមមិនឲ្យនរណាទៅចិត្តទឹកសោះនោះសោះក៏ព្រោះតែនៅក្នុងទឹកសោះនោះមានវិញ្ញាណគ្រូសិលម្នាក់ដែលជាគ្រូសិលដែលមានចិត្តសាហាវខូខើខ្លាំងណាស់ហើយគ្រូសិលនោះត្រូវបានឃុំដោយកុមារទេពម្នាក់មិនចឹងពូបើគ្រូសិលនឹងជាប់ឃុំហើយហ្នឹងយើងមានអីទៅខ្លាចទៅពូយើងក៏មិនដឹងដែរវ៉ៃតែជីដូនជីតាយើងដែលបានផ្ដាំមកគាត់បានប្រាប់មកអញ្ចឹងហើយអ្នកភូមិយើងនេះក៏មិនដែលមាននរណាហ៊ានទៅចិត្តដែរខ្ញុំដូចមិនសូវជឿទេពូគាត់តែដែរចិត្តសោះហ្នឹងបើអ្នកកំឡោះឯងមិនជឿក៏ឲ្យទៅតែពូ5ឯងនៅហើយម្ដងទៀតណាហាមតែកាត់ទឹកបឹងនោះឲ្យសោះណាបាទមិនអីទីពូឥឡូវខ្ញុំលាពូទៅសិនហើយណាក្រោយមកបុរសនោះគាត់ក៏បានធ្វើដំណើរទៅដល់ផ្លូវបំបែកមួយនិយាយខ្ញុំគួរតែទៅមើលទឹកបឹងនោះបន្តិចមើលវ៉ៃវាមិនដែលគាត់តែទៅចិត្តមានគ្រោះថ្នាក់ទេវ៉ៃក្រោយមកគាត់ទៅដល់កន្លែងទឹកបឹងមួយនោះដែលមិនបានស្រាប់តាមពាក្យដែលអ្នកភូមិបានប្រាប់គាត់នោះទេក្នុងចិត្តមិនជឿនឹងមានការប្រមាថយ៉ាងខ្លាំងនៅពេលដែលទៅដល់ភ្លាមក៏មានអារម្មណ៍ថាយីមកដល់ទីនេះមិនក៏មានអារម្មណ៍ថាងងុយដេកមែនណោះតែអ្នកភូមិថានៅទីនេះមានគ្រោះថ្នាក់ខ្លាំងណាស់តែយើងគួរតែសម្រាប់នៅទីនេះដែរទេណោះតែមិនបាច់ខ្វល់ច្រើនទេគ្រាន់តែដេកបន្តិចសោះហ្នឹងក្រោយមកគាត់ក៏បានដេកលក់ដោយមិនដឹងខ្លួនដោយសារតែត្រូវមុនសណ្ដំរបស់គ្រូសិលគាត់ដេកលក់ដោយយកគុណនៅតែមិនភ្ញាក់លុះយកកណ្ដាលត្រៀតយីរាប់ពាន់ឆ្នាំហើយមិនដែលមាននរណាហ៊ានចូលមកទីនេះទេមកទៅអ្នកកំឡោះនេះគឺជាអ្នកដែលជួយយើងហើយយើងនឹងប្រើរាងកាយនិងវិញ្ញាណរបស់ឯងមកបំពន់មហិទ្ធិឫទ្ធិរបស់យើងហើយពេលនោះយើងនឹងរួចផុតពីត្រាមួយនេះហើយវិញ្ញាណគ្រូសិលមានកំហឹងយ៉ាងខ្លាំងពោពេញទៅដោយគំនិតចងអាឃាតហើយក៏បានប្រែក្លាយទៅជាវិញ្ញាណបិសាចយ៉ាងកាចសាហាវវិញ្ញាណគ្រូសិលបិសាចក៏បានស្រូបយកបុរសនោះចូលទៅក្នុងទឹក
យីហើយយើងនៅទីណានេះហ៎នៅកំឡោះឯងកំពុងតែនៅក្នុងទឹកយីឯងជាណាមិនក៏គួរខ្លាចខាំនេះឯងកុំខ្វល់ថាយើងគឺជាអ្នកណាសំខាន់ពីនេះឯងគិតស្លាប់ទៅហើយ វិញ្ញាណគ្រូសាល់បិសាចក៏បានស៊ីទាំងវិញ្ញាណនឹងរាងកាយបុរសនោះហើយពេលនោះក៏ធ្វើឲ្យគ្រូសាល់បិសាចនោះមានរាងកាយថ្មីផងដែរ ហើយយ៉ានៅពេលនេះយើងបានរាងកាយថ្មីហើយយីហើយមិនក៏យើងឡើងទៅមិនรู้ចឹង ដោយសារតែអំណាចរបស់គ្រូសាល់បិសាចមិនទាន់ពេញលេញរាងកាយរបស់គេបានឡើងត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះហើយគ្រូសាល់បិសាចក៏បានស្រែកយ៉ាងលឺសំឡេងលន់លឺរំពងពេញព្រៃដែលគួរឲ្យខ្លាចខ្លាំងមែនទែនស្អែកឡើងក៏មានឈ្មោះម្នាក់ដាក់ឆ្លងកាត់ក្នុងភូមិនោះផងដែរលោកពូតាមានផ្លូវកាត់តែអាចទៅភូមិមកខាងទៀតបានលឿនដែរទេ អូអ្នកកំឡោះផ្លូវនោះមានបន្តែវាគ្រោះថ្នាក់ខ្លាំងណាស់ ក្រោយមកលោកពូម្នាក់នោះគាត់ក៏បាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅឈ្មោះម្នាក់នោះ ហាថាមិនពូវាជាការពិតមែនទេតែខ្ញុំដូចជាមិនសូវជឿរឿងចឹងសោះពូយីគួយឯងមិនជឿចឹងម៉េចបើម្សិលមិញមានបរិមម្នាក់ដែរគេមកសួរពូហើយពូប្រាប់មិនឲ្យទៅតាមផ្លូវនោះទេហើយពូក៏មិនដឹងថាកំឡោះនោះវាជឿពូដែរទេប៉ុន្តែយប់មិញនេះពូបានឮសំឡេងសាយគួរខ្លាចខ្លាំងណាស់នេះប្រហែលជាកំឡោះនោះវាមិនជឿពូហើយប្រហែលជាវាទៅតាមផ្លូវនោះហើយមានគ្រោះថ្នាក់ហើយមើលទៅអូបើចឹងមែនខ្ញុំអរគុណពូហើយណាដែលបានប្រាប់មិនអីទេគួរឯងធ្វើដំណើរឲ្យមានសុវត្ថិភាពផងណា ក្រោយមកបរិសុទ្ធតែជាឈ្មោះម្នាក់នោះបានដើរទៅដល់ផ្លូវបំបែកគាត់ក៏បានអង្គុយសម្រាកនៅទីនោះក្រោយពីអង្គុយសម្រាកមួយសន្ទុះយីមើលទៅផ្លូវនោះប្រហែលជាមានរឿងអីទេមានប្រហែលជាអ្នកភូមិទាំងអស់នោះពួកខ្ញុំទេដឹងណាមួយបើទៅតាមផ្លូវនោះវាឆាប់ទៅដល់ភូមិមួយទៀតបើខ្ញុំគ្រាន់តែដើរកាសោះវាមិនអីទេមើលទៅបរិសុទ្ធឈ្មោះគាត់ក៏បានភ្លេចនៅពាក្យពេចន៍ដែលអ្នកភូមិបានប្រាប់គាត់ក៏បានដឹករទេះហើយដើរទៅមុខបន្តនៅពេលដែលគាត់បានទៅដល់ទឹកបឹងគាត់ក៏មានអារម្មណ៍ថាមិនស្រួលខ្លួនហើយចង់ដេកជាខ្លាំង យីមើលទៅមកពីយើងđãហត់ពេកទៀតដឹងបានជាមានអារម្មណ៍ថាមិនស្រួលខ្លួនបែបនេះយីគេថាទឹកបឹងនេះមានបិសាចតែខ្ញុំមើលទៅដូចជាគ្មានអីទេនេះគ្រាន់តែជាទឹកបឹងធម្មតាសោះហ្នឹងយើងចង់បន្ទោបងដាក់ក៏បានដែរនេះប្រហែលជាអ្នកភូមិដែលអស់នោះភូមិហក់យើងហើយមើលទៅបរិសុទ្ធឈ្មោះគាត់មានការប្រមាថយ៉ាងខ្លាំងទៅកាន់ទឹកបឹងមួយនោះដោយគិតថាអ្នកភូមិទាំងអស់នោះនិយាយកុហកពេលវេលាក៏បានចាប់ផ្ដើមដើរទៅមុខបន្តព្រះអាទិត្យលិចបាច់ព្រះច័ន្ទក៏បានរះឡើងបញ្ចេញនៅពន្លឺរស្មីភ្លឺចិញ្ចាចតែនៅចិត្តទឹកបឹងវិញពោពេញទៅដោយភាពស្ងប់ស្ងាត់តែគួរឲ្យខ្លាចទៅវិញបិសាចក៏បានចេញមក យីប៉ុន្មានថ្ងៃនេះយើងពិតជាមានសំណាងខ្លាំងមែនទែនចំណៃយើងម្ដងមួយពិតជាសប្បាយចិត្តខ្លាំងណាស់ហាសំឡេងសើចធ្វើឲ្យបរិសុទ្ធដែលជាឈ្មោះបានភ្ញាក់ដឹងខ្លួនគាត់បើកភ្នែកឡើងមើលការស្រឡាំងកាំងជាខ្លាំងស្អីគេនឹងគួរខ្លាចយ៉ាងនេះនៅពេលដែលឃើញរាងកាយរបស់គ្រូធ្មុកបិសាចបរិសុទ្ធដែលជាឈ្មោះក៏មានការស្រឡាំងកាំងនិងភ័យខ្លាចខ្លាំងមែនទែនភ័យខ្លាំងពេកដល់ថ្នាក់ទន់ដៃទន់ជើងអស់ទៅហើយតែម៉ូតនៅតែស្រែកឲ្យគេជួយទោះបីជាគាត់ខំប្រឹងស្រែកយ៉ាងណាក៏សំឡេងនោះមិនអាចឮដល់អ្នកភូមិនោះទេដោយសារតែនៅក្នុងព្រៃនេះវានៅឆ្ងាយពីភូមិខ្លាំងមែនទែនហើយចុងក្រោយបរិសុទ្ធដែលជាឈ្មោះក៏ត្រូវបានស្លាប់ទាំងភាពភ័យខ្លាចថ្ងៃបន្តតែងតែមានមនុស្សបានធ្វើដំណើរឆ្លងកាត់ទីនោះហើយក៏មិនដែលមាននរណាម្នាក់បានរួចជីវិតនោះទេពេលវេលាដើរលឿនខ្លាំងណាស់យីនៅថែមនុស្សលោកមិនក៏មានចំហាយបិសាចខ្លាំងម្ល៉េះនេះកុមារទេពអញឆាប់ទៅមើលបន្តិចមើលតើនៅថែមនុស្សលោកមានរឿងអ្វីកើតឡើងទៅក្រោយមកកុមារទេពក៏បានបន្លំខ្លួនធ្វើជាមនុស្សធម្មតាគាត់បានដើរទៅសួរអ្នកភូមិលោកពូតាទីនេះមានរឿងអីកើតឡើងទៅមើលទៅដូចជាចម្លែកខ្លាំងម៉េចនេះគួរឯងមកពីឆ្ងាយទៀតហើយមែនទេនឹងបាទលោកពូខ្ញុំមកពីឆ្ងាយហើយមើលទៅភូមិនេះដូចជាចម្លែកមែនលោកពូដោយសារតែគ្រូសាល់បិសាចដែលត្រូវបានកុមារទេពចាប់ឃុំកាលពី1000ឆ្នាំមុនតែនៅពេលនេះគេបានរួចខ្លួនទៅហើយមួយខែទៅហើយមិនដែលមានអ្នកភូមិណាហ៊ានទៅធ្វើស្រែឬទៅធ្វើអ្វីនៅខាងក្រៅនោះទេព្រោះតែពួកគេខ្លាចថាគ្រូសាល់ចាប់ពួកគេស៊ីនោះឯងហើយគ្រូឯងចង់ទៅណាដែរបាទពូยังធ្វើដំណើរទៅកាន់ភូមិមួយទៀតតើពូអាចប្រាប់ពីដំណើរដើមតងដែលធ្វើឲ្យគ្រូសាល់បិសាចនោះរួចខ្លួនបានទេលោកពូបានមិនអីទេចាំពូប្រាប់ឯងក្រោយមកអ្នកភូមិក៏បាននិយាយប្រាប់រឿងរ៉ាវទាំងអស់ទៅប្រាប់កុមារទេពដែលបានបន្លំខ្លួនធ្វើជាមនុស្សធម្មតាហើយគាត់ក៏បានយល់នៅរឿងរ៉ាវទាំងអស់ផងដែរលុះយប់ឡើងគាត់ក៏បានប្រែកាយធ្វើជាបុរសចំណាស់ម្នាក់ហើយគាត់ក៏បានដើរតម្រង់ទៅកាន់ទឹកបឹងនៅពេលនេះមានចំណីឲ្យយើងស៊ីមួយទៀតហើយគ្រូសិលបិសាចក៏បានហក់ចេញពីក្នុងទឹកយីតាចាស់តើឯងហ៊ានដើរតាមផ្លូវនេះទៀតយីតើឯងជាអ្នកណាដែរមិនក៏មករៀនផ្លូវយើងបែបនេះយីតាចាស់តើភ្នែកតើឯងនេះខ្វះហើយមែនទេបានមើលមិនដឹងថាយើងគឺជាអ្វីយីមើលទៅបិសាចនោះវាមានមហិទ្ធិឫទ្ធិខ្លាំងសម្បើមណាស់ខ្ញុំមិននឹកស្មានថាវាមានមហិទ្ធិឫទ្ធិខ្លាំងបែបនេះទេតើវាស៊ីមនុស្សអស់ប៉ុន្មានហើយមើលទៅមានតែយើងចូលទៅក្នុងពោះវាទេដើម្បីទៅបំផ្លាញដួងកៅបិសាចវានេះតាចាស់តើឯងនៅផ្លិតធ្វើអ្វីនឹងហាយីហើយឯងជាអ្វីដែរឯងជាបិសាចមែនទេបើឯងជាបិសាចមែនតើឯងហ៊ានស៊ីជើងដែរទេយីតាចាស់តើតាចាស់ឯងវង្វេងហើយមែនទេបានជាចង់ឲ្យយើងស៊ីបែបនេះហាយើងមិនទាន់វង្វេងទេតែយើងចង់ដឹងថាឯងខ្លាំងឬទេបើតាចាស់ឯងចង់ទៅនៅក្នុងពោះយើងខ្លាំងណាស់យើងនឹងសម្រេចតាមបំណងតាឯងគ្រូសិលក៏បានលើកកុមារទេពចូលទៅក្នុងពោះនៅពេលនោះដែរគ្រូសិលបិសាចក៏មានអារម្មណ៍ថាចម្លែកនៅក្នុងពោះជាខ្លាំងយីហើយបកោពោះយើងក្តៅខ្លាំងមែន
នៅពេលនោះដែររាងកាយរបស់គ្រូសិលបិសាចក៏បានចាប់ផ្ដើមរីករាយម្ដងបន្តិច ហ៎ហើយរាងកាយយើងកាត់អីទៅ នៅពេលនោះដែររាងកាយរបស់គ្រូសិលបិសាចរីកមានកាន់តែធំនៅពេលនោះដែររាងកាយក៏បានផ្ទុះយ៉ាងខ្លាំងដែលធ្វើឲ្យទាំងវិញ្ញាណនិងរាងកាយរបស់គ្រូសិលរលាយគ្មានសល់សូមជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ